អោប្តីអើយប្តីតើបងនៅទីណាតើបងសុខទុក្ខយ៉ាងណាហើយ9ថ្ងៃនៃការបាត់ខ្លួនដ៏អាត់កំបាំងភរិយាម្ចាស់កង់3អំពាវនាវទាំងទឹកភ្នែកបែបនេះថាបាទជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាសួស្តីប្រិយមិត្តទាំងអស់គ្នាគិតត្រឹមថ្ងៃទី2ខែឧសភាឆ្នាំ2026នេះគឺមានរយៈពេល9ថ្ងៃពេញដែលលោកផុនវិចិត្រអាយុ33ឆ្នាំបានបាត់ខ្លួនដោយគ្មានដំណឹងអ្វីបន្តិចសោះបើទោះបីជាក្រុមគ្រួសារបានខិតខំស្វែងរកគ្រប់មធ្យោបាយទាំងការចុះរុករកផ្ទាល់និងតាមរយៈជំនឿផ្លូវងងឹតយ៉ាងណាក៏ដោយក៏នៅតែមិនទាន់ឃើញសញ្ញាវិជ្ជមានណាមួយឡើយកាលពីថ្ងៃទី1ខែឧសភាកន្លងទៅនេះភរិយារបស់លោកផុនវិចិត្របានបង្ហោះសារយ៉ាងទទូចសុំកិច្ចអន្តរាគមន៍ថាខ្ញុំសូមស្នើដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់សូមជួយស្វែងរកប្តីខ្ញុំឲ្យឃើញផងរយៈពេល8ថ្ងៃហើយនៅតែរកគាត់មិនឃើញមិនដឹងថាពេលនេះសុខទុក្ខយ៉ាងណាទេបងអើយបងកូនយំសួររកប៉ារហូតទឹកភ្នែកប្រពន្ធនិងកូនតូចៗកំពុងរងចាំការវិលត្រឡប់របស់មេគ្រួសារប្រសិនបើបងប្អូនបានឃើញឬមានដំណឹងពាក់ព័ន្ធនឹងករណីនេះសូមមេត្តាផ្ដល់ព័ត៌មានដល់សមត្ថកិច្ចដែលនៅជិតបំផុតឬតាក់ទងទៅក្រុមគ្រួសារជាបន្ទាន់សូមរំលឹកប្រិយមិត្តឡើងវិញផងដែរថាតាមប្រភពក្រុមគ្រួសាររបស់អ្នករត់កង់3រូបនោះបានឲ្យដឹងថារហូតមកទល់រសៀលថ្ងៃទី2បាទខែឧសភាឆ្នាំ2026នេះពុំទាន់ទទួលបានដំណឹងអ្វីពីអ្នករត់ម៉ូតូកង់3រូបនេះនៅឡើយទេបើទោះបីជាករណីនេះមានគេសង្ស័យថាជនរងគ្រោះត្រូវបានគេសម្លាប់ពន្លិចទឹកនៅក្នុងស្រះមួយកន្លែងចម្ងាយប្រមាណជា1គីឡូម៉ែត្រពីកន្លែងប្រទះឃើញកង់3ដែលត្រូវបានគេដុតការសង្ស័យបែបនេះគឺមិនអាចយកជាការបានព្រោះពុំមានដំរីណាមួយឡើយគូបញ្ជាក់ប្រិយមិត្តក៏ដូចពុកម៉ែឡើងវិញផងដែរថាអ្នករត់ម៉ូតូកង់3ឈ្មោះផុនវិចិត្រអាយុ33ឆ្នាំមានទីលំនៅបូរីចេនឡាភូមិចុងថ្នល់សង្កាត់ពុនសាំងខណ្ឌព្រែកនៅរាជធានីភ្នំពេញហើយបានបាត់ខ្លួននិងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី24ខែមេសាឆ្នាំ2026កន្លងទៅនេះ